តាមការសង្កេតរបស់ខ្ញុំអំពីការបង្រៀនមនុស្សឲ្យមានជោគជ័យក្នុងជីវិតពីអ្នកដែលគេចាត់ទុកថាគឺជាមនុស្សដែលជោគជ័យក្នុងជីវិតខ្ញុំយល់ថាការបង្រៀនរបស់គេគឺចេញមកពីឫសគល់ខុសដូច្នេះសកម្មភាពទាំងឡាយនៃការបង្រៀនរបស់គេគឺខុសទាំងស្រុងពីព្រោះថាតាមន័យជោគជ័យដែលពួកគេបានបង្រៀនទៅឲ្យមនុស្សដែលចូលមកក្នុងសំណាក់របស់គេឬក្នុងសាលារបស់គេកន្លែងអង្គុយរបស់គេខ្ញុំឃើញថាពួកគេបង្រៀនមនុស្សឲ្យជិះជាន់មនុស្សឲ្យយកឈ្នះនៅលើមនុស្សឧទាហរណ៍ថាគេបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកដឹកនាំក្នុងន័យដែលគេបង្រៀនគឺក្នុងន័យថាគឺជាមនុស្សដែលលើមនុស្សគ្រប់គ្រងមនុស្សបងប្អូនបាត់ភ្នែកស្រមៃបន្តិចមើលអំពីការបង្រៀនបែបនេះសួរថាតើអាចធ្វើឲ្យមនុស្សដែលមករៀនទាំងអស់ហ្នឹងមានជោគជ័យទាំងអស់គ្នាបានដែរឬទេពីព្រោះនៃពាក្យថាជោគជ័យគឺមានន័យថាគេคล้ายទៅជាមនុស្សដែលគ្រប់គ្រងមនុស្សដែលលើសមនុស្សបើធ្វើការប្រៀបធៀបជាមួយនឹងអ្នកដទៃឧទាហរណ៍ថាយើងคล้ายទៅជាអ្នកគ្រប់គ្រងមនុស្សបើសិនជាយើងคล้ายទៅជាអ្នកគ្រប់គ្រងមនុស្សមានន័យថាយើងត្រូវការមនុស្សដែលយើងគ្រប់គ្រងអញ្ចឹងក្នុងធម្មជាតិហ្នឹងវាអាចคล้ายខ្លួនទៅជាអ្នកជោគជ័យទាំងអស់គ្នាបានដែរឬទេពីព្រោះថាដើម្បីឲ្យคล้ายទៅជាអ្នកគ្រប់គ្រងរោងចក្រមួយគ្រប់គ្រងកន្លែងធ្វើការមួយคล้ายទៅជាប្រធានរបស់គេវាត្រូវតែមានសមាជិកវាត្រូវតែមានអ្នកដែលត្រូវបានគេគ្រប់គ្រងដូច្នេះក្នុងចំណោមអ្នកដែលទៅរៀនហ្នឹងត្រូវប្រកបបច្ចៈគ្នាដល់ពេលយើងប្រកបបច្ចៈទៅវាចាញ់គេវាមិនបានទៅជាអ្នកគ្រប់គ្រងគេវាคล้ายទៅជាអ្នកដែលគេគ្រប់គ្រងគេនិយាយប្រាប់ថាមកពីយើងធ្វើអត់ត្រូវខ្ញុំលើកឧទាហរណ៍ថាបើធ្វើត្រូវគ្រប់គ្នាអាចคล้ายខ្លួនទៅជាអ្នកដឹកនាំគ្រប់គ្នាសួរថាតើទៅរកមនុស្សឯណាយកមកយើងដឹកនាំវាអត់មានពីព្រោះយើងត្រូវគ្រប់គ្រងមនុស្សអញ្ចឹងបើជោគជ័យទាំងអស់គ្នាមានន័យថាអត់មានមនុស្សដែលឲ្យយើងគ្រប់គ្រងបានទេសត្វមនុស្សដែលត្រូវគ្រប់គ្រងគេបង្រៀនបែបនេះដាច់ខាតវាត្រូវតែមានមនុស្សបរាជ័យហើយបរាជ័យក្នុងចំនួនច្រើនទៀតផងហើយមនុស្សដែលចូលទៅនឹងគឺសម្រួចចិត្តក្នុងន័យអាត្មានិយមក្នុងន័យធ្វើឲ្យលើគេកើតល្បិចនៅក្នុងអារម្មណ៍របស់ខ្លួនដើម្បីឲ្យឈ្នះអ្នកដទៃខ្ញុំយល់ថាការបង្រៀនដែលមានឫសគល់ចេញមកពីចិត្តអាត្មានិយមបែបនេះគឺជាការបង្រៀនខុសជីវិតជោគជ័យក្នុងន័យជាអ្នកដឹកនាំក៏ដោយក្នុងន័យជាអ្នកធំក៏ដោយក្នុងន័យជាអ្នកមានទ្រព្យសម្បត្តិក៏ដោយសុទ្ធសឹងតែជីវិតដែលប្រយុទ្ធឈ្នះអ្នកដទៃបើយើងចង់ធ្វើជាអ្នកដឹកនាំក្នុងន័យដែលគេបង្រៀនឲ្យមានជោគជ័យក្នុងជីវិតបច្ចុប្បន្ននេះគឺមានន័យថាយើងឈ្នះអ្នកដទៃយើងបានទៅត្រួតត្រាអ្នកដទៃដូច្នេះចាំបាច់បំផុតដើម្បីឲ្យយើងក្លាយទៅជាអ្នកដឹកនាំវាត្រូវតែមានមនុស្សដែលយើងអាចដឹកនាំពួកគេវាត្រូវតែមានមនុស្សដែលនៅពីក្រោមយើងបើសិនជាយើងចង់ក្លាយទៅជាអ្នកមានដាច់ខាតវាត្រូវមានអ្នកក្រវាមិនអាចទៅជាអ្នកមានទាំងអស់គ្នាបានទេកាលណាអ្នកទៅជាអ្នកមានទាំងអស់គ្នាក្នុងពិភពលោកគឺវាលែងមានណាអញ្ចឹងការបង្រៀនមនុស្សឲ្យមានគឺមានន័យថាការបង្រៀនមនុស្សឲ្យក្រពីព្រោះវាត្រូវតែមានក្របានវាមានឧបមាថាបងប្អូនមានលុយ100លានមកពិភពលោកនឹងមនុស្ស1000លានអ្នកមានលុយ100លានម្នាក់បងប្អូនទៅទិញចេកអាំងបានស៊ីមានពីណាមួយទៅទិញចេកអាំងបានស៊ីមានពីណាមួយទៅធ្វើចេកអាំងលក់បងទៅជាក្រទាំងអស់គ្នាទៅបងក្បត់លុយនឹងចោលទៅអញ្ចឹងក្នុងន័យនៃអ្នកមានអ្នកជោគជ័យក្នុងជីវិតដែលគេបង្រៀនក្នុងប្រទេសខ្មែរយើងក៏ដូចជាបង្រៀននៅបរទេសខ្ញុំឃើញថាបង្រៀនមនុស្សឲ្យទៅជាក្រពីព្រោះថាតើតាមានមនុស្សក្របានវាមានមនុស្សមានក៏ប៉ុន្តែបើបងប្អូនចង់คลายខ្លួនទៅជាអ្នកបម្រើពិភពលោកបងប្អូនអាចធ្វើគ្រប់នេះបានអ្នករស់នៅក្នុងនាមជាអ្នកបម្រើពិភពលោកដំបូងដៃបំផុតអ្នកត្រូវតែពាល់ត្រូវច្បាប់ធម្មជាតិអ្នកត្រូវតែមើលឃើញថាជីវិតវាគ្មានន័យគ្មានខ្លឹមសារអ្នកមានមនោសញ្ចេតនាចំពោះមនុស្សពីនោះអ្នកបូជាជីវិតគ្រប់បែបយ៉ាងទាំងអស់ដើម្បីបម្រើមនោសញ្ចេតនារបស់អ្នកទៅតាមលទ្ធភាពដែលអ្នកមានអ្នកសូមតែលក្ខខណ្ឌមួយយ៉ាងគឺសូមធ្វើខ្លួនឲ្យស័ក្តិសមនឹងទទួលបាននៅការបម្រើឬនៅការជួយអំពីខ្ញុំទៅបានហើយបើសិនជាបងប្អូនព្រមខ្លាយខ្លួនទៅជាអ្នកបម្រើមនុស្សគឺទាំងអស់គ្នាក្នុងពិភពលោកអាចខ្លាយទៅជាអ្នកបម្រើទាំងអស់គ្នាប៉ុន្តែបងប្អូនមិនអាចរៀនឲ្យទៅជាអ្នកជោគជ័យក្នុងជីវិតរបស់បងប្អូនមកពិភពលោកបានទេពីព្រោះពាក្យថាជោគជ័យក្នុងន័យដែលបងប្អូនបានកំណត់សប្តាហ៍ថ្ងៃនេះគឺមានន័យថាលើសគេមានលើសគេវាទាល់តែមានអ្នកក្រមានស្មារតីទាំងអស់លែងមានអ្នកចង់ដឹកនាំគេអ្នកចង់ត្រួតត្រាគេលុះត្រាតែមានមនុស្សដែលត្រូវឲ្យគេត្រួតត្រាក៏ប៉ុន្តែក្នុងនាមជាអ្នកបម្រើវិញអត់ទេគឺថាបើអ្នកចង់ធ្វើជាអ្នកបម្រើមនុស្សក្នុងពិភពលោកទាំងអស់អាចក្លាយទៅជាអ្នកបម្រើមនុស្សទៅវិញទៅមក
បើសិនណាជាមានមនុស្សបំរើមនុស្សក្នុងកន្លែងណាមួយក្នុងចំណុចណាមួយរួចហើយឧបមាថាគេចង់បំរើមនុស្សផ្នែកសុខភាពគេចូលទៅក្នុងឡាបូដើម្បីពិសោធន៍ថ្នាំសង្កូវគ្រប់បែបយ៉ាងដោយចេតនាក្នុងការបំរើមនុស្សផ្នែកសុខភាពយើងមើលឃើញថាមនុស្សគ្រប់គ្រាន់ហើយក្នុងការបំរើមនុស្សផ្នែកសុខភាពយើងអាចទៅសើជ្រាវផ្នែកកប៉ាល់ហោះផ្នែកយានជំនិះឲ្យបានល្អយកមកបំរើមនុស្សអ្នកដទៃទៀតអាចបំរើមនុស្សក្នុងផ្នែកផ្សេងៗទៀតក្នុងពិភពលោកយើងអាចបំរើមនុស្សទាំងអស់គ្នាបានការរស់នៅក្នុងន័យបំរើតណ្ហាខ្លួនឯងបើតាមការត្រេះពិចារណាប្រកបដោយមនសិការគឺជាមនុស្សលុះនៅក្រោមអំណាចរបស់តណ្ហាមិនមែនជាមនុស្សដែលមានសេរីភាពពេញលេញឡើយមនុស្សដែលលុះនៅក្រោមអំណាចរបស់គេឧបមាថាយើងមានចង្វាយរបស់យើងនៅពីលើត្រួតត្រាឲ្យយើងធ្វើអ្វីតាមពួកគេទាំងអស់សួរតើតើយើងមានសេរីភាពឬទេបើជួនកាលយើងអត់ចង់ធ្វើរឿងនឹងផងហើយតកែរបស់យើងអ្នកធំរបស់យើងអ្នកត្រួតត្រាយើងគេរុញយើងឲ្យធ្វើសពបែបយ៉ាងទាំងអស់មនុស្សដែលធ្វើតាមតែអំពើចិត្តគឺមនុស្សលុះនៅក្រោមអំណាចរបស់តណ្ហាជាអ្នករុញក្បាលពួកគេឲ្យធ្វើដោយមិនបានមានអារម្មណ៍ទឹះទាស់គិតគូរថាតណ្ហារបស់ខ្លួននឹងវាត្រឹមត្រូវឬអត់ទេឧទាហរណ៍ថាមនុស្សកើតមកមានត្រឹម2-3 លានដុល្លាររស់បានហើយប៉ុន្តែតណ្ហារបស់ខ្លួនចេះតែរុញចង់ឲ្យមាន2-3 ពាន់លានហើយនៅតែមិនឆ្អែតនៅតែចង់បានទៀតសួរថាតើមនុស្សបែបហ្នឹងមានសេរីភាពអត់ថាអត់ទេពីព្រោះគេលុះនៅក្រោមអំណាចនៃតណ្ហាជាអ្នករុញក្បាលគេឲ្យប្រើឲ្យគេធ្វើសកម្មភាពហ្នឹងទាំងងងឹតងងល់អត់បានគិតអ្វីទាំងអស់មនុស្សដែលមានសេរីភាពគឺមនុស្សវាយបំបាក់តណ្ហារបស់ខ្លួនបានរួចហើយឡើងទៅអង្គុយដាក់កៅអីអង្គុយពីលើតណ្ហាមានន័យថាគេគឺជាអ្នកត្រួតត្រាតណ្ហារបស់គេគឺជាអ្នកដែលឈ្នះតណ្ហារបស់គេអញ្ចឹងបានខ្ញុំនិយាយថាអ្នកអាចខ្លាយទៅជាអ្នកបម្រើពិភពលោកយ៉ាងល្អលក្ខខណ្ឌចាំបាច់គឺអ្នកត្រូវតែជាមនុស្សដែលឈ្នះខ្លួនឯងឈ្នះខ្លួនឯងគឺឈ្នះអ្វីគឺឈ្នះតណ្ហាដើម្បីខ្លួនឯងហ្នឹងធ្វើដើម្បីមុខមាត់ខ្លួនឯងក៏មិនមែនធ្វើដើម្បីឲ្យគេសរសើរក៏មិនមែនធ្វើល្អពីព្រោះដើម្បីឲ្យគេមើលឃើញថាអញគឺជាមនុស្សល្អក៏មិនមែនធ្វើដើម្បីទុកគេទុកឈ្មោះខ្លួនឯងនៅលើផែនដីដើម្បីឲ្យគេឈ្មោះរបស់ខ្លួននឹងគេគោរពគេសរសើរដូចអ្នកផ្សាយធម៌សប្ងៃបង្រៀនមនុស្សក៏មិនមែនក៏ប៉ុន្តែពួកគេធ្វើពីព្រោះគេមានមโนសញ្ចេតនាជាមួយនឹងមនុស្សដទៃទៀតពីព្រោះគេបានមើលឃើញថាពិភពលោកនេះកើតមកវារហែករហោកវារងាខ្លាំងណាស់មានមនុស្សច្រើនណាស់ដែលមិនយល់ធម៌ពួកគេរស់នៅក្នុងភាពងងឹតពេលណាយើងមើលឃើញថាជីវិតវាកើតមកគ្រាន់តែដើម្បីបែកលាយទាំងគេទាំងយើងមានមនុស្សខ្លះហើយខ្លះនឹងគឺច្រើនទៀតផងពួកគេរស់ក្នុងភាពងងឹតវង្វេងវង្វាន់ចិត្តមេត្តានៃអ្នកយល់ធម៌អ្នកមើលឃើញផ្លូវត្រូវបានកើតមានឡើងពេលនោះចិត្តរបស់អ្នកគឺជាចិត្តរបស់អ្នកបម្រើពេលអ្នកធ្វើសកម្មភាពទាំងអស់ទោះបីជាពេលដែលអ្នកស្លាប់ទៅគេឈ្មោះរបស់អ្នកនៅល្អនៅជាមួយឈ្ងប់អ្នកដទៃគេទៅសើអ្នកក៏ដោយក៏ប៉ុន្តែនោះមិនមែនជាចេតនានៃទង្វើល្អរបស់អ្នកឡើយចេតនានៃទង្វើល្អរបស់អ្នកគឺអ្នកធ្វើដើម្បីបម្រើមโนសញ្ចេតនារបស់អ្នកដែលមានចំពោះមនុស្សមិនមែនអ្នកធ្វើដើម្បីទុកគេឈ្មោះឲ្យភពផែនដីនឹងបានចាំអ្នកដូចលោកអគ្គបណ្ឌិតបុត្រវង្សពង្រៀននោះទេមនុស្សធ្វើអញ្ចឹងគឺក្នុងចេតនាធ្វើដើម្បីខ្លួនអញខ្ញុំថាអ្នកខ្លាយទៅជាអ្នកបម្រើបានអ្នកអាចខ្លាយទៅជាអ្នកបម្រើបានលុះត្រាតែអ្នកគឺជាមនុស្សដែលឈ្នះខ្លួនឯងអញ្ចឹងបើសិនជាអ្នកចង់ធ្វើជាអ្នកបម្រើក្នុងពិភពលោកគឺអាចបម្រើបានអ្នកបម្រើគឺអាចបម្រើបានគ្រប់គ្នាឲ្យតែអ្នកស្រុកក្រមិនដូចជាការបង្រៀនដែលមានជោគជ័យការបង្រៀនដែលមានជោគជ័យបែបអ្នកបង្រៀនជោគជ័យក្នុងស្រុកខ្មែរដែលគេនាំការបង្រៀនជោគជ័យមកពីបរទេសហ្នឹងគឺបង្រៀនឲ្យជាន់គ្នាយើងមិនអាចជោគជ័យទាំងអស់គ្នាបានទេពីព្រោះពីថាជោគជ័យគឺខ្លាយទៅជាអ្នកដឹកនាំដើម្បីខ្លាយទៅជាអ្នកដឹកនាំវាត្រូវតែមានមនុស្សឲ្យយើងដឹកនាំខ្លាយទៅជាអ្នកមានជាងគេក្នុងជីវិតវាតតែវាមានអ្នកក្របើវាមានទាំងអស់គ្នាវាឡើងមានហើយបើអ្នកដឹកនាំទាំងអស់គ្នាវាឡើងមានអ្នកត្រូវបានគេដឹកនាំហើយប៉ុន្តែជីវិតជាអ្នកបម្រើវិញបើអ្នកព្រមអ្នកគ្រាន់តែជាមនុស្សដែលឈ្នះខ្លួនឯងអ្នកអាចខ្លាយទៅជាអ្នកបម្រើទាំងអស់ក្នុងពិភពលោកមនុស្ស14លានអ្នកក្នុងប្រទេសខ្មែរអាចខ្លាយទៅជាអ្នកបម្រើទាំងអស់អ្នកមានជោគជ័យក្នុងជីវិតពីព្រោះអ្នករកឃើញផ្លូវជីវិតត្រូវរួចហើយអ្នកបានដើរនៅលើផ្លូវត្រូវដែលអ្នកបានយល់ឃើញនេះគឺជាការបង្រៀនឲ្យស្របឲ្យនៅស្របជាមួយនឹងច្បាប់ធម្មជាតិ